សង្គ្រាមដែលកម្ពុជាកំពុងតែជួបប្រទះបច្ចុប្បន្នវាបានជួយឲ្យប្រជាជនខ្មែរចេះរួបរวมគ្នាដើម្បីការពារដែនដីដែលបុព្វបុរសខ្មែរខំតស៊ូកន្លងមកឲ្យឋិតថេរហេតុអ្វីបានជាពួកយើងត្រូវចូលរួមការពារដែនដីរបស់យើងដែនដីមិនមែនគ្រាន់តែជាផែនទីឡើយវាត្រូវបានបង្កើតឡើងដោយការលះបង់សាច់ស្រស់ឈាមស្រស់នៃការតស៊ូរបស់បុព្វបុរសខ្មែរគ្រប់ជំនាន់ដើម្បីប្រជាជាតិខ្មែរទាំងមូលនាពេលអនាគតការការពារដែនដីមិនមែនជាការងាររបស់ទាហានតែម្នាក់ឡើយវាគឺជាភារកិច្ចរបស់ប្រជាជនទាំងអស់ដែលរស់នៅក្នុងជាតិឈ្មោះកម្ពុជាយើងការពារដែនដីដោយគោរពច្បាប់ដោយគោរពគ្នាទៅវិញទៅមកដោយចែករំលែកព័ត៌មានត្រឹមត្រូវដោយមិនឲ្យមានការបែកបាក់ក្នុងសង្គមនិងដោយបង្ហាញភាពរួបរួមគ្រប់ស្ថានភាពយើងត្រូវការពារដែនដីព្រោះដីនោះមានផ្ទះយើងប្រជាជនយើងនិងកូនចៅខ្មែរដែលកំពុងមានជីវិតលើដែនដីនោះរូបចម្លាក់និងប្រាសាទដែលបុព្វបុរសយើងបានសាងសង់សម្រាប់កូនចៅក៏នៅទីនោះដើមឈើមួយមានឫសជាតិមួយមានដែនដីបើឫសត្រូវកិនដើមឈើនឹងរលំបើដែនដីបាត់ជាតិនឹងខ្វះអត្តសញ្ញាណយើងមិនត្រូវរងចាំដល់តែមានការគំរាមកំហែងពីសត្រូវទើបចាប់ផ្ដើមស្រឡាញ់ដែនដីនោះទេយើងមិនត្រូវរងចាំឃើញសង្គ្រាមទើបចាប់ផ្ដើមក្លាហាននោះទេថ្ងៃនេះពេលដែលអ្នកកំពុងរស់គឺពេលដែលអ្នកអាចការពារដែនដីដោយចិត្តដោយការយល់ដឹងដោយសកម្មភាពតូចៗដែលនាំឲ្យជាតិនេះកាន់តែរឹងមាំជាងមុនដែនដីមិនមែនជាក្រដាស់លើផែនទីវាជាមេរៀននៃក្តីស្រឡាញ់ជាតិហេតុអ្វីបានជាយើងត្រូវការពារដែនដីព្រោះវាជាកន្លែងដែលឲ្យយើងកើតឲ្យយើងរស់ឲ្យយើងស្លាប់ហើយទុកអ្វីមួយឲ្យកូនចៅជំនាន់ក្រោយជាតិនេះមិនអាចស្ថិតលើកម្លាំងមនុស្សម្នាក់តែស្ថិតលើខ្ញុំនិងអ្នកដែលរួមគ្នារក្សាទុកអ្វីដែលមិនអាចជំនួសបានត្រូវចាំថាការពារដែនដីគឺការពារជីវិតការពារអនាគតនិងការពារជាតិដែលយើងស្រឡាញ់កម្ពុជាត្រូវការសន្តិភាព Cambodia need peace